ao xí mã có đại cướp krong đòi sát chmaแต่เนี่ยเชื่อเตท่าមានកន្លែងមួយនៅលើពិភពលោកដែលសត្វឆ្មាគឺជាម្ចាស់ស្រុកហើយមនុស្សគ្រាន់តែជាភ្ញៀវស្វាគមន៍មកកាន់កោះអូស៊ីម៉ានៃប្រទេសជប៉ុនដែលជាឋានសួគ៌ពិតប្រាកដសម្រាប់អ្នកស្រឡាញ់សត្វឆ្មានៅលើកោះតូចមួយនេះចំនួនសត្វឆ្មាមានច្រើនជាងមនុស្សរហូតដល់ទៅ6ដងនៅទីនោះមានមនុស្សរស់នៅតែពី3នាក់ប៉ុណ្ណោះប៉ុន្តែមានឆ្មារាប់រយក្បាលរស់នៅពាសពេញផ្លូវនិងផ្ទះចាស់ៗកាលដើមឡើយអ្នកនេសាទគ្រាន់តែយកឆ្មាមកចិញ្ចឹមដើម្បីកម្ចាត់សត្វកណ្តុរលើទូកប៉ុណ្ណោះប៉ុន្តែក្រោយមកចំនួនមនុស្សនៅលើកោះកាន់តែថយចុះចំណែកឯសត្វឆ្មាវិញបានបង្កាត់ពូជយ៉ាងលឿនរហូតគ្រប់គ្រងកោះទាំងមូលតែម្ដងបច្ចុប្បន្នកោះអូស៊ីម៉ាបានក្លាយជាគោលដៅទេសចរណ៍ដ៏ប្លែកបំផុតដែលទាក់ទាញមនុស្សជុំវិញពិភពលោកឲ្យមកមើលទិដ្ឋភាពដ៏ហួសចិត្តនៃអាណាចក្រសត្វឆ្មាមួយនេះតើអ្នកចង់ទៅលេងកោះឆ្មាមួយនេះដែរឬទេកុំភ្លេចចុច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូអំពីរឿងរ៉ាវប្លែកៗនិងហួសចិត្តជុំវិញពិភពលោកជាប្រចាំសូមអរគុណធុញនឹងសាក់ចិញ្ចាមចាស់ស្នាមសាក់មិនស្អាតមិនទាន់សម័យឬចង់ចាប់ផ្ដើមរូបរាងថ្មីដោយគ្មានស្នាមសាក់ចាស់នៅ RT Laser យើងមានសេវាកម្មលុបសាក់ចិញ្ចើមនិងស្នាមសាក់គ្រប់ប្រភេទដោយប្រើបច្ចេកវិទ្យា Laser ទំនើបសុវត្ថិភាពឈឺតិចនិងមានប្រសិទ្ធភាពខ្ពស់